ស្ដីប្រជិតខ្មែរដែលកំពុងតែអង្គុយទស្សនាទាំងអស់គ្នាថ្ងៃនេះយើងវិលត្រឡប់មកវិញជាមួយនឹងរឿង The Boy រដូវកាលបញ្ចប់របស់យើងបន្តទៀតហើយតែឥឡូវយើងកុំឲ្យខាតពេលយូរយើងទៅមើលទាំងអស់គ្នាតែម្ដងទៅបាទជួបតោះចាប់ដើមនៅពេលនេះដល់បង្ហាញឃើញឆ្កែរបស់ Billy នៅពេលនេះមិនដឹងថាវាមានជំងឺអ្វីនោះទេវាចូលចិត្តចំណងផ្លូវភេទខ្លាំងមែនទែនវាបានយកតុក្កតារបស់ Homelander យកទៅស៊ូម៉ាលីដឹមតែម្ដងប្រហែលជាវានៅ single យូរពេកហើយមើលទៅមួយទទួលក្រោយមកស្រាប់តែវាគឺបានក្អួតឈាមវកមិនដឹងថាវាមានជំងឺអីក្នុងខ្លួនទេណាធ្វើឲ្យ Billy គឺមានការបារម្ភយ៉ាងខ្លាំងដោយសារតែនេះគឺជាឆ្កែរបស់ប្រពន្ធរបស់នាងដែលបន្សល់ទុកឲ្យគាត់ចឹងទៅហើយអាឆ្កែហ្នឹងដឹងយ៉ាងម៉េចទេគឺវាសម័យឃើញតែ Homelander ណាឃើញតយក្តិតអាចតយអីណាណៃទេសាំដល់ក៏ហើយយើងក៏កាន់មកមើល Homelander ជាមួយនឹង Soldier Boy នៅពេលនេះគេបានមកជួបគ្នាជាមួយនឹងតាអេដែលគេបានចាប់តាអេកាលពីវគ្គមុនហើយ Homelander ក៏ចាប់ដើមសួរទៅថាថ្នាំ V1 គឺនៅកន្លែងណាកន្លែងណីចឹងណាតាអេមុនដំបូងដូចជាមិនចង់ប្រាប់ទេដោយសារតែអាពីហ្នឹងគឺថាវាគំរាមខ្លាំងពេកដល់ពេលយ៉ាងទៅតាអេក៏បានប្រាប់តម្រុយឲ្យទៅសួរបរិសម្នាក់ចឹងទៅហើយបរិសដែលតាអេឲ្យមកជួបនោះគឺជាអតីតសមាជិកក្រុម The Seven ចូលនិវត្តន៍គេមានឈ្មោះថា Mr. នៅពេលដែលទៅដល់ Soldier Boy ក៏ចាប់ដើមនិយាយបើកមុខឲ្យកូនប្រុសចឹងទៅហើយគេក៏បានចាប់ដើមសួរ Mr. អំពីថ្នាំ V1 Mr. គឺគេមិនចង់ប្រាប់នោះទេគេក៏បានដេញឲ្យ Homelander គឺចេញពីកន្លែងហ្នឹងសិនទៅទោះឲ្យគេគឺនៅនិយាយជាមួយនឹង Soldier Boy ហើយនៅក្នុងភូមិគ្រឹះមួយហ្នឹងក៏មាន Super Hero ចូលនិវត្តន៍ប្រមាណអ្នកផ្សេងទៀតកំពុងតែលេងបៀអីនៅកន្លែងហ្នឹងផងដែរហើយ Homeland គេក៏បានទៅអង្គុយចាំឪពុករបស់គេនៅកន្លែងគេកំពុងតែលេងបៀចឹងទៅហើយពេលដែលកំពុងតែចាំ Soldier Boy យើងមើលទៅ Homelander ប្រៀបបានដូចជាកូនក្មេងដែលកំពុងតែចាំឪពុកចឹងកំពុងតែអង្គុយមើលគេលេងបៀសោកស្រាប់តែមានបរិសម្នាក់បានទៅនិយាយឌឺដងទៅកាន់ Homelander ហើយក៏បានប៉ះពាក្យសម្ដីនឹងគ្នាចឹងទៅហើយបែបមួយនោះវាក៏បានបញ្ចេញមាត់ដកក្អូបរបស់វាដាក់ទៅ Homelander ធ្វើឲ្យ Homelander គឺថាសន្លប់ភ្លឹងតែម្ដងបាទនៅពេលដែល Homelander សន្លប់បានហើយនៅគ្រប់គ្នានៅកន្លែងហ្នឹងក៏បានបបួល Soldier Boy ឲ្យសម្លាប់ Homelander ចោលតែម្ដងតែ Soldier Boy គឺគេមិនយល់ព្រមទេគេគឺនៅខាងកូនរបស់គេជានិច្ចបន្ទាប់ពីនិយាយហើយគាត់ក៏បានចាប់ដើមបើកកាយវិភាគទៅលើអ្នកទាំងអស់គ្នានៅកន្លែងហ្នឹងតែម្ដង Mr. ឃើញយ៉ាងវាក៏ចាប់ដើមបើកកាយវិហារទៅលើ Soldier Boy តែម្ដងប៉ុន្តែនៅពេលដែលវាប្រើថាមពលរត់លឿនរបស់វាទៅគឺថារត់បុកតែគ្នាឯងហ្នឹងម៉ាំងខ្ទេចមកសាហាវដល់កហើយប៉ុន្តែនៅចុងក្រោយ Soldier Boy ក៏ចាប់Mr. ហ្នឹងបានហើយក៏បានសួរថាតើថ្នាំ V1 ទៅរកឯណាបានហើយ Mr. ក៏បានប្រាប់ទៅអូអ្នករត់ថ្នាំ V1 ហ្នឹងគឺនៅបរិសម្នាក់មានឈ្មោះថា Bombset គឺជាអតីតសមាជិកក្រុមរបស់ Soldier Boy ឯហ្នឹងហើយបន្ទាប់ពីនិយាយប្រាប់ហើយ Soldier Boy ក៏បានកាច់បបាក់ជើងមុននឹងចោល Homelander ក៏មកម្នាក់ទៀតជាប់បំបីក្បាលវាចោលតែម្ដងរួចពីនោះមក Homelander គេក៏បានទៅបន្ទប់របស់គេវិញពេលនោះដែរស្រាប់តែកញ្ញា Cracker ក៏បានទៅជួបគ្នាជាមួយនឹង Homelander កញ្ញា Cracker ទៅម្ដងនេះគឺនាងចង់ឲ្យ Homelander គឺមកមើលនាងទៀតអញ្ចឹងណាតែ Homelander គេក៏បាននិយាយតបទៅកាន់កញ្ញា Cracker វិញថាមិនបាច់ទេកាលពីវគ្គមុនកញ្ញាឯងគឺបាននិយាយបកខ្លាចអំពីលោកបូជាចាម្នាក់នោះគឺធ្លាប់ចិញ្ចឹម3បាច់នាងប៉ុន្តែនៅពេលដែលនាងបកស្រាយទៅគឺថានាងមិនចង់បកស្រាយនោះទេដោយសារតែគាត់គឺជាអ្នកមានគុណអញ្ចឹងទៅប៉ុន្តែកញ្ញា Cracker ក៏បានតបទៅថាខ្ញុំខំបកខ្លាចលាពណ៌ទៅលើអាតានោះដើម្បីឲ្យពេញចិត្តលោកឯងមិនកាយលោកឯងពេញចិត្តទៀតនិយាយចោះនិយាយឡើង Homelander គេក៏បាននិយាយថាហ្វុយក៏បានយកក្បាលរបស់នាងជួងនឹងដែកនៅចិត្តនោះគឺថានាងក៏បានស្លាប់បាត់ទៅបាទចុះពីកញ្ញា Cracker យើងក៏កាត់ទៅមើលកញ្ញាសេជាមួយនឹងកញ្ញា Ashley នៅពេលដែលកញ្ញា Ashley កំពុងតែនិយាយជាមួយនឹងកញ្ញា Ashley សុកស្រស់ស្រាប់តែកញ្ញា Ashley នឹងនាងក៏បានទៅដាក់ថ្នាំឲ្យកញ្ញា Ashley ស្លាប់បន្ទាប់ពីកញ្ញា Ashley ស្លាប់ហើយនាងក៏បានដកសក់កញ្ញា Ashley ទៅយើងក៏បានឃើញថាកញ្ញា Ashley គឺមានមុខម្ខាងទៀតនៅក្រោយក្បាលរបស់នាងដែលមុខម្ខាងទៀតហ្នឹងគឺមានសមត្ថភាពក្នុងការអានចិត្តមនុស្សចឹងណាអញ្ចឹងហើយកញ្ញា Ashley ក៏ដឹងថាកញ្ញា Ashley ហ្នឹងនាងកំពុងតែមានគំនិតចង់ក្បត់ទៅលើ Homelanderដោយសារតែកញ្ញា Ashley ដឹងយ៉ាងហើយកញ្ញា Ashley ក៏បានបបួលកញ្ញា Ashley ឲ្យចូលរួមជាមួយនឹងនាងដើម្បីក្បត់ Homelander ដោយសារតែ Homelander គឺជាមនុស្សអាត្មានិយមអញ្ចឹងទៅពួកគេទាំងពីរនាក់គឺមានមូលហេតុរៀងៗខ្លួនដើម្បីក្បត់ Homelander ហើយយើងក៏កាត់ទៅមើលបងដេបបន្តិចទៅដោយសារតែយើងមិនសូវដែរបានឃើញមកដេបនោះទេថ្ងៃនេះមិនដឹងថាកើតអ្វីនោះទេប្រហែលជានៅបានសមុទ្រគឺមានការផ្ទុះកន្លែងបូមប្រេងហើយមើលទៅអញ្ចឹងហើយបានជាយើងឃើញមានប្រេងមានអីប្រឡាក់ប្រឡែងពេញតែគោកពេញទៅហ្នឹងហើយត្រីជាច្រើនក៏បានស្លាប់ផងដែរហើយដេបមានការសោកស្ដាយខ្លាំងមែនតើដោយសារតែពួកម៉ាក់ត្រីរបស់ខ្លួនគឺបានស្លាប់អស់ជាច្រើនអញ្ចឹងទៅណាហើយនៅពេលដែលគេកំពុងតែអង្គុយមើលពលមានសែតសុកហ្នឹងហើយស្រាប់តែ Black North គេក៏បានសើចហ្នឹងណានៅពេលដែលឃើញ Black North សើចអញ្ចឹងហើយធ្វើឲ្យដេបមានការខឹងយ៉ាងខ្លាំងគេក៏បានងើបឈរឡើងហើយក៏បាននិយាយថាជួយអានេះសើចអាចចាប់ពីកឯងងាប់មួយមើលហើយគេក៏បានចាប់រឹតក Black North ទៅមកក៏បានយកក្បិតចាក់កសម្រាប់ចោលតែម្ដងបាទពងទៅខឹងផងឯងងាប់អត់ហើយសម្រាប់យើងក៏កាត់ទៅមើលតា Legend ដែលធ្លាប់បង្ហាញខ្លួននៅ season ទី3ដែលក្រុម The Boy គឺធ្លាប់ទៅពឹងពាក់អញ្ចឹងទៅណាហើយឥឡូវនេះគាត់កំពុងតែលក់ស្រានៅបារមួយកន្លែងកំពុងតែលក់សុកស្រាប់តែគេក៏បានទៅជួបជាមួយនឹងគាត់មូលហេតុនោះគឺគេចង់ដឹងអំពីថ្នាំ V1 ហ្នឹងឯងហើយតា Legend ក៏បានយកព្រមទៅជួយអញ្ចឹងទៅបាទរួចហើយគាត់ក៏បានទៅជួបគ្នាជាមួយនឹងក្រុម The Boy ដើម្បីក្រុម The Boy គឺជូនគាត់ទៅកាន់មណ្ឌលចូលនិវត្តន៍របស់ Super Hero មួយកន្លែង
ដើម្បីឲ្យគាត់នឹងគឺទៅនិយាយគ្នាជាមួយនឹងរីម្នាក់ហើយឲ្យកញ្ញាគីមីកូគឺមកតាមគាត់ចឹងណាហើយមនុស្សដែលគេមកជួបនោះគឺជាស្ត្រីម្នាក់មានឈ្មោះថា Goldia គាត់គឺជាអតីតសមាជិកក្រុម Soda Boy នៅពេលដែលជួបជាមួយនឹង Goldia តាលីចាន់ក៏បានសួរអំពីឆ្នាំ V1 ចឹងទៅ Goldia ក៏បានប្រាប់ថាអូឆ្នាំ V1 គឺនៅប្តីរបស់នាងណោះហើយឥឡូវគឺគាត់មិនដឹងថាប្តីរបស់នាងនៅកន្លែងណានោះទេតែឯងគួរតែចេញពីកន្លែងនេះទៅយើងមិនចង់ពាក់ព័ន្ធជាមួយនឹងប្តីរបស់យើងទេដែលលីចឹងគ្រាន់តែចង់ឲ្យ Goldia គឺមកសហការជាមួយនឹងពួកគេតែប៉ុណ្ណោះប៉ុន្តែ Goldia គឺមិនចង់សហការនោះទេពួកគេក៏បានចេញមកខាងក្រៅវិញហើយក៏បានប្រើអំពីរឿងហ្នឹងដោយសារតែមិនអាចប្រើវិធីបញ្ចុះបញ្ចូលគាត់បានយើងមានតែប្រើវិធីចាប់ចម្រិតតែប៉ុណ្ណោះនៅពេលដែលយប់ឡើងអ្នកស្រី Goldia កំពុងតែដេកសោកសងស្រាប់តែក្រុម The Boy ក៏បាននាំគ្នាមកចាប់អ្នកស្រីតែម្ដងនៅពេលដែលពួកគេដាក់អ្នកស្រីលើអតេដើម្បីអូសចេញមកខាងក្រៅវិញស្រាប់តែមានអ្នកយាមនៅកន្លែងក៏បានចេញមកហាមឃាត់ពួកគេហើយអ្នកយាមទាំងអស់ហ្នឹងគឺប្រើអាវុធស្អីខ្លះទេមានពេជ្រប៉ោងច្រកទឹកអីណាណីទៀតឡើងយាពេញទៅណាហើយយើងក៏បានឃើញអំពីការប្រយុទ្ធយកពេជ្រប៉ោងច្រកទឹកហ្នឹងគឺកវត្តលយខ្លាំងមែនតើខំយកពេជ្រប៉ោងច្រកទឹកប៉ុណ្ណឹងហើយគឺវាយមិនឈ្នះ Billy ទៀត3ដល់កហើយហើយចុងក្រោយអ្នកយាមទាំងអស់ហ្នឹងគឺត្រូវបានក្រុមរបស់ The Boy គឺចាត់ការចោលទាំងអស់តែម្ដងក្រុម The Boy ក៏បាននាំអ្នកស្រី Goldia គឺទៅកាន់កន្លែងឃ្លាំងគេបោះបង់ចោលមួយដើម្បីបញ្ឆោតឲ្យប្តីរបស់នាងគឺមកអញ្ចឹងណាដោយសារតែប្តីរបស់អ្នកស្រីគឺមានថ្នាំ V1 នៅពេលដែលពួកគេទៅដល់កន្លែងឃ្លាំងគេបោះបង់ចោលស្រាប់តែពួកគេគឺបានជួបគ្នាជាមួយនឹងកញ្ញាសេកក៏បានប្រាប់ពួកគេថាអូខ្ញុំសុំចូលក្រុមផងបងតាមពិតខ្ញុំធ្វើការឲ្យ Soda Boy ពីមុនមកគឺខ្ញុំគឺពិតជាស្អប់ Home Nerd ខ្លាំងណាស់ខ្ញុំគឺចង់តែសម្លាប់ Home Nerd ចោលនោះទេនៅពេលដែលនិយាយគ្នាមួយទៅទៅពួកគេក៏យល់ព្រមយ៉ាងទៅបន្តិចក្រោយមកប្តីរបស់អ្នកស្រី Goldia ក៏បានចេញមកហើយគាត់មានឈ្មោះថា Boom Sack នឹងឯងហើយយើងមើលទៅគាត់គឺពិតជាក្មេងខ្លាំងមែនទែនហើយអ្នកស្រី Goldia គឺពិតជាចាស់ខ្លាំងណាស់ហើយមូលហេតុនោះគឺអ្នកស្រីគឺមិនចង់ពាក់ព័ន្ធជាមួយនឹងថ្នាំ V1 នោះទេថ្នាំ V1 ធ្វើឲ្យជីវិតអមតៈហើយការដែលប្រើជីវិតអមតៈរស់នៅជាមួយគ្នាគឺវាមិនមានសេចក្តីសុខនោះទេវាប្រកាសជាមានបញ្ហានៅថ្ងៃណាមួយជាមិនខានចឹងហើយបានជាអ្នកស្រីគឺនឹងបានប្រើថ្នាំ V1 ហើយ Boom Sack នៅពេលហ្នឹងដែរនៅពេលដែលឃើញគេចាប់ប្រពន្ធរបស់ខ្លួនចឹងគាត់ចាប់ដើមបាក់កាយវិបាហាទៅលើអ្នកគ្រប់គ្នានៅកន្លែងហ្នឹងហើយក្រុម The Boy ទាំងអស់គ្នានៅកន្លែងគឺគ្មានគីឡូអីយ៉ាងណា Boom Sack នោះទេនៅពេលដែលបាញ់កំភ្លើងគឺបាញ់ដូចអត់បាញ់ចឹងបាទនៅពេលនោះដែរស្រាប់តែលេចមុខ Soda Boy ចេញមកហើយ Soda Boy ក៏បាននិយាយទៅកាន់ Boom Sack ថាអូអាពួកម៉ាឥឡូវឯងឲ្យថ្នាំ V1 អញតិចមកអញត្រូវការថ្នាំ V1 ហើយបើតែអានោះគឺថាវាមិនព្រមឲ្យងាយនោះទេពួកគេទៅពីណាក៏បានវាយគ្នាទៅវិញទៅមកយ៉ាងទៅ Boom Sack ដោយសារតែវាយគ្នា Soda Boy គេក៏បានហោះចាក់ចេញពីទីហ្នឹង Soda Boy គេក៏បានតោងជើង Boom Sack ទៅតាមផងដែរនៅពេលដែលធ្វើទៅលើដីហ្នឹងហើយពួកគេទាំងពីរនាក់ក៏បាននិយាយចរចាគ្នាយ៉ាងទៅគឺគេចង់ឲ្យ Soda Boy គឺបាញ់ថាមពលនៃ clear មកដាក់គេដើម្បីឲ្យគេគឺអស់ថាមពលក្នុងខ្លួនអញ្ចឹងគេគឺចង់ប្រើជីវិតធម្មតាវិញដើម្បីរស់នៅជាមួយប្រពន្ធរបស់គេត្រូវនឹងការបាញ់នោះគេនឹងបកលថ្នាំ V1 ទៅឲ្យ Soda Boy នឹងឯងហើយ Soda Boy ក៏យល់ព្រមតាមសំណើរបស់ Boom Sack Soda Boy គេក៏បានបាញ់ថាមពលនៃ clear របស់គេដាក់ទៅកាន់ Boom Sack ធ្វើឲ្យ Boom Sack គឺខ្លាចទៅជាមនុស្សធម្មតាគឺគ្មានថាមពលអីទៀតនោះទេសូម្បីតែជីវិតអមតៈរបស់គេក៏រលាយបានដែរបន្ទាប់ពីខ្លាចទៅជាមនុស្សធម្មតាហើយ Boom Sack គេក៏បានចាក់ចេញពីទីនោះ Homeland ក៏គេមកដល់កន្លែងនោះផងដែរនៅពេលដែលឃើញ Homeland មកដល់អញ្ចឹងឯង Soda Boy គេក៏បានបកគោថ្នាំ V1 ទៅឲ្យ Homeland អញ្ចឹងទៅនេះអាកូនប៉ាយកបានហើយវើយណែយកទៅចាក់ទៅមិនមកអង្គយូរទេ Homeland គេក៏បានយកថ្នាំពីឪពុករបស់គេហើយគេក៏បានចាក់ថ្នាំអញ្ចឹងទៅនៅពេលដែលចាក់ឲ្យធ្វើឲ្យជីវិតរបស់គេគឺខ្លាចទៅជាជីវិតអមតៈហើយថ្នាំពលរបស់គេក៏កើនឡើងពេញទៅនឹងផងដែរបាញ់ភ្នែកឡាសេអីពេញទៅហ្នឹងបានតបឲ្យបានជីវិតអមតៈ Homeland គេក៏ចាប់ដើមចង់ធ្វើរូបសំណាករបស់គេនៅកណ្ដាលទីក្រុងអញ្ចឹងណាគេក៏បានបង្ហាញប្លង់ឲ្យទៅកាន់ Soda Boy មើលថាវាលយអត់ប៉ុន្តែ Soda Boy ក៏បាននិយាយថាហូគឺគ្មានលយស្អីទេអាហ្នឹងក៏ឯងទៅធ្វើរឿងផ្សេងវិញទៅបានល្អជាងអារឿងហ្នឹងគឺពិតជាអត់ប្រយោជន៍ខ្លាំងមែនទែននៅពេលដែលឃើញឪពុករបស់ខ្លួនមិនចូលចិត្តពីគម្រោងរបស់គេអញ្ចឹងឯង Homeland គេក៏បានទៅចាប់រឹតកឪពុករបស់គេឲ្យស្លាប់ហើយតមកក៏បានយកដាក់ក្នុងទូបកកវិញអញ្ចឹងទៅអានេះគឺពិតជាអាត្មានិយមខ្លាំងមែនទែនឪពុករបស់ខ្លួនខំជួយអីនៅធ្វើដាក់ឪពុករបស់ខ្លួនអញ្ចឹងទៀតរួចពេលនោះមកគេក៏បានទៅអង្គុយនៅសតវិមានអញ្ចឹងទៅធ្វើដូចជាប្រធានាធិបតីអញ្ចឹងហើយគេក៏បានកោះហៅប្រធានាធិបតីជាមួយនឹងកញ្ញាស្លីមក Homeland គេក៏បានដើរទៅចិត្តកញ្ញាស្លីហើយក៏បានដកសក់របស់នាងដើម្បីបង្ហាញមុខទី2របស់នាង Homeland គេដឹងថាកញ្ញាស្លីគឺមានឋានក្នុងការអានចិត្តមនុស្សចឹងហើយគេចង់ឲ្យនាងគឺអានចិត្តប្រធានាធិបតីចង់ដឹងថាប្រធានាធិបតីម្នាក់គឺស្មោះត្រង់ជាមួយនឹងគេអត់ប៉ុន្តែនៅពេលដែលអានទៅក៏ដឹងថាប្រធានាធិបតីគឺមិនចូលចិត្ត Homelander នោះទេគឺពិតជាស្អប់ Homelander ខ្លាំងណាស់អានេះអាងតែខ្លួនឯងវាមានឋានពលវាដើរគម្រាម
รียมเกย์กับเรียมไอจังนะมาต่อไปดังกับเปิดได้โฮมแลนด์เกย์กับบานเตอร์สำหรับประเทศนี้ทำไปได้ดังจอแต่มาดองรีไอครอนบอยเนี่ยเป็นในปูเกย์กระโปรงตาเราวิธีทำไมดำใบตบสกัดโฮมแลนเดอร์ไอครอนบอยนั่นคือบานนอมเพลียเตอร์กับไลมันตีพิซซ่าได้เกย์บองจอมวยกับไลแต่ปูเกย์คือบานเตอร์กาไปแบบมนไอไอในกับไลพิซซ่านั่งปูเกย์กับบานออยกับยาเคมีโก้คือโจแต่ทัวร์แต่ขนมกับไลเป็นจริงจิตซาที่วิจุสกรรมจังอะโดยซาตายเมียนตายกับยาเคมีโก้แต่ได้ก่อสกัดเราเนี่ยคือดอเลื่อนอย่างเกย์เนี่ยไปได้เตอร์หรือบัวไอมูลค่าได้ซาตปูเกย์เธอยังโดยซาตปูเกย์คือดังทาโซดบอยคือตัวบานทามโปนเคลียร์ใจบีกับไลนั่งไอโดยซาตายการพิซซ่าหมุ่ยนั่งบัสันจิตรอมบานในขนมนั่ง30 วินาทีปูเกย์ก็จีไอเมียนทามโปนเคลียร์ดาวในขนมครูนมนุษย์เจมคานุเต้ปัจจัยการพิซซ่าหมุ่ยนั่งกับยาเคมีโก้คือตรอมบานตายมาพายไววินุเต้ดอ30 วินุเต้จังให้คือวีมันตอนโจกใจนะไอตัวใบจีปูเกย์เธอบาน30 วินาทีก็ได้ก็ปูเกย์มันประกอบทาวีแต่ตัวโจกใจนู้ได้ปูเกย์คือกรอนแต่เธอเจ้าแต่บ้านนอกโดยซาแต่ขมิ้นวิธีเซนุเต้มีแต่สาวิธีนั่งไกลโลบานทามโปนเคลียร์ดาวดอยครูนมันเนื้อนะไอเนไปดาวมองสำราญนั่งปูเกย์กับบานใจเคลียร์ทาออยกิมิโก้เฟรนซีจมูกนึงกับยาเซ่คือในเธอการไปสอบในกระไรนั่งไงตกออยปูเกย์บุญเนี่ยเด็ดคือจริงแต่คางกล้าไอหุยจมูกนึงบิลลี่ปูเกย์กับบานเตอร์ปีเนี่ยในกระไรสตูดิโอระบาตาโฮฟาเดอร์มันดังทาแต่กระไรนั่งถึงไอเต้เป็นตายนั่งไปดับปูเกย์กับปูแต่ดาในกระไรนั่งสามแต่ปูเกย์กับบานจวบเคลียร์จมูกนึงอองกระระบาโฮฟาเดอร์แต่แปะกับบาแต่งอนั่งแปะกับบาแต่งอนั่งคือกรอนแต่ชอยมดับปูเกย์ตั้งปีนี้ก็บานสลอบแต่ไม่ต้องมันเลยทางมูลหายได้แต่สหายไหมหายจมูกนึงกับยาเนี่ยกับบานเตอร์กระไรสตูดิโอระบาตาโฮฟาเดอร์ดังพองได้แต่ปูเกย์คือในภายมาขายเตี้ยหายในกระไรนั่งยังกับบานดังทาปูเกย์แต่กระไรนั่งคือดำใบแต่ช่วยมันนึงทางไอเนี่ยโดยซาตาโฮฟาเดอร์คือจองสำหรับมนุษย์ครบในกระไรนั่งตั้งนั่งจอแต่ไม่ต้องจมูกนึงกับยาเนี่ยปูเกย์แต่ปีนี้กับบานในคางเลยดำใบลบเมื่อตาโฮฟาเดอร์ไปเลยพองได้บาสันจีเคยสถานการณ์มันร่วมปูเกย์ก็เจียจอติดช่วยเจียมคานนั่นได้หายไปได้ปูเกย์กับปงแต่ลบเมื่อสองตาปูเกย์คือบานเคยในรีชมาจมูกหนาแปะชมานั่นคือปูเกย์แต่ปีนี้คือบานโจแต่เท้าก็ได้เชียร์ตะวันตะมออย่างนั้นนะ3 ดอกก็เดี๋ยวซาแต่ปูเกย์คือเจียชมาในเชียร์อันต่อไปหัดกระดาษไอเชียร์ตาโฮฟาเดอร์กับบานเอาในรีชมาจมูกหนาแปะชมาโจตะคางขนมดองหายกับบานจะซอประตบนั่งกระไรนั่งหลังจัดดำใบแปะชมาจมูกนั่งรีชมานั่นคือโจเฟอร์การสำหรับมนุษย์ครบเนี่ยนั่งกระไรนั่งเจ้าปัจจัยนั่นไปได้กับปงตายไปพามมนุษย์ครบเนี่ยนั่งกระไรกันยาอันในจมูกนั่งเอากับบานตำลีทวีโจมาขางขนมหายปูเกย์แต่ปีนี้ก็จำดามบากาไปพาแต่เลยมนุษย์ชมาตั้งปีเนี่ยนั่งหายกันยาชมาก็เตยบานยอดนำจะออยงอบอัตเตอร์หายบรอชมาก็เตยบานกันยาในใบมาทำโปรทวดวิบกองอบแต่ดอกบ้าหายปูเกย์ตั้งปีนี้ก็ช่วยมนุษย์ครบเนี่ยนั่งกระไรนั่งเอาใจบิตีหนูบ้านหายยังก็กัดแต่เมื่อหุยจมูกนั่งไปลีไว้มันต่อปีเนี่ยดังครูนมอได้เจอระบาปูเกย์ก็เตยบานก็จะขนมชอบบาแต่ให้แปะกระบาแต่งอเวกระบานดาโจมาขางขนมหายเวกระบานใจถาวไหวปัจจิกะครั้งน่ะเนี่ยไอเมียนทำโปรการปลายกะลาแต่เชียร์มันจะระบาไปลีที่ไหนรวมตาไปนั่งไปได้จับจองไปลีจมูกนั่งหุยบ้านยังกระทานใจดื้อคลางมันเต้นใจเมืองงีพองใจเรื่องชื่อเจ้าระบาไปลีจมูกนั่งหุยพองปะตาไปได้กระโปรงตายใจอดสอกซับตายไปลีคือเกบานปลาทำโปรระบาเกคือจะสำหรับแต่เลยแปะลงจอแต่รอบาเตอร์หายยังก็เลยมาเมื่อการไปซ้อระบาเฟรนซีกิมิโกจมูกนั่งกัญญาเซจะแนวเว้นไปได้ปูเกกระโปรงแต่ไปซ้อสอกซับแต่ปูเกคือบ้านเคยโฮมันเดิมมาการแต่ไรนั่งพองได้เฟรนซีคือกระบานนอมกัญญาเซจมูกนั่งกัญญากิมิโกยอดแต่เละคล้วนตกไอเกคือเจียเนี่ยเจนเตอร์ประชาโฮมแลนเดอร์เฟรนซีคือกระบานประชาโฮมแลนเดอร์โจทย์คางขนมประตูประสาวดำใบประจิมสาเทปจุสกัมเกกระบานเลิกปองกระดอมวยแต่การโฮมแลนด์ยังเตอร์ดำใบโฮมแลนด์โจมาคางขนมจมูกนังเก้เนี่ยไปได้โฮมแลนด์ดาวโจทย์คางขนมโดเจียดังไอนั่งไอเฟรนซีคือกระบานบัตเฟียประตูบันต่อไปบัตเฟียประตูไว้เกกระบานประจิมสาเทปจุสกัมมอยงอบสักออกเนี่ยนังกระไรนังแต่มาดองโฮมแลนด์ไปได้เคยเพียบคลาฮานบอเฟรนซียังไงเกกระบานสายอย่างเต้าบันต่อไปสายย้ายสายเรื่องเกกระบานว่าให้เคยทาโฮมแลนด์เกกระบานเหาะจ่าเจมิตีโนจำนายไอเฟรนซีครูนไอก็เตยบานโฮมแลนด์คือทาไวออยมีระบบเตี้ยคือระบบงุนงอมันอาช่วยบานอนเต้มนหนึ่งสลับนั่งเกกระบานเยติกันกัญญากิมิโกทาบงสไลน์โอนบันต่อไปนี่ใหญ่หายเกกระบานทามักเซิร์บันต่อไปทาไว้เกกระบานดักจองอบาเตอร์บาการสลับระบบเฟรนซีคือเมียนาอาช่วยบานอนเต้คือบานเติมแต่ซอกสลายแต่ปนอบาอย่างวันต่อไปเฟรนซีบานซาบัตเตอร์ปูเกกบานนองเพลเธอบนซอบออยเฟรนซีเนี่ยกรบนี้คือปัจจิโคจิตคลางมันเต้นไปแต่กัญญากิมโก้คือนี้โคจิตคลางหญิงเก้หุยเกกบานยอกระดาษมวยหายกบานใจอุตกซอตะการเฟรนซีหายเกย์ใจมือเตอร์เชียสายเหมือนบางเต้บ่าวันต่อไปเธอฟันทีบนซอบออยเฟรนซีรู้ใจกัญญากิมโก้คือนี้ในเต็ดเซตได้ดอยซาเต็ดใส่คลางเป็ดเนี่ยกบานเตอร์มือกับไหลกอบซอบระบอเฟรนซีเนี่ยไปได้กระโปรงแต่มือกัญญาเซเนี่ยกบานเตอร์ลวงลมกัญญากิมโก้ของได้แต่ใจลวงโจลวงแล้วซับแต่
តែធ្វើឲ្យកញ្ញាគីមកូខឹងនៅពេលដែលនាងខឹងនាងក៏បានបញ្ចេញថាមពលនុយក្លេអ៊ែរដាក់ទៅលើកញ្ញាស្រីតែម្ដងប៉ុន្តែវាស្ថិតនៅក្នុងកម្រិតស្រាលនោះទេដោយសារតែឃើញកញ្ញាគីមកូមានថាមពលនុយក្លេអ៊ែរនៅក្នុងខ្លួនយ៉ាងពួកគេក៏បានយកឧបករណ៍ទៅធ្វើតេស្តទៅលើខ្លួនរបស់នាងយ៉ាងទៅហើយក៏បានឃើញថាកញ្ញាគីមកូគឺនាងពិតជាមានថាមពលនុយក្លេអ៊ែរនៅក្នុងខ្លួនពិតមែនដោយសារតែឃើញកញ្ញាគីមកូមានថាមពលនុយក្លេអ៊ែរនៅក្នុងខ្លួនហើយពួកគេក៏បាននាំគ្នារៀបចំដើម្បីទៅយុទ្ធគ្នាជាមួយនឹង Homelander កំចាត់ Homelander ចោលតែម្ដងមិនចាំពេលយូរនោះទេហើយយើងក៏កាត់ទៅមកតា Hoffather នៅពេលនេះត្រូវបាន Homelander ក៏ហៅឲ្យទៅសេតវិមានយ៉ាងទៅពិតជាមានកិត្តិយសខ្លាំងមែនទែនហើយតា Hoffather វាកំពុងតែលេងរបស់អីម្យ៉ាងទេជាមួយនឹងកញ្ញា Ashley នៅពេលនោះតា Hoffather វាក៏បានទៅបន្ទប់ទៅមួយផ្លែតធ្វើឲ្យកញ្ញា Ashley គឺថានាងភ័យខ្លាំងមែនទែនដោយសារតែនាងគឺអានចាតា Hoffather ដឹងថាតា Hoffather វាកំពុងតែរៀបចំស៊ីចុកនេះហើយក្នុងពេលជាមួយគ្នានោះដែរ Homeland គេកំពុងតែធ្វើការ live ផ្ទាល់យ៉ាងទៅប្រាប់ទៅមនុស្សគ្រប់គ្នានៅពេលនេះប្រធានាធិបតីគឺត្រូវបានសាបតាហើយគេនឹងឡើងកាន់តំណែងជំនួសរយៈពេលបន្តអាសន្នអីយ៉ាងទៅឯក្រុម The Boy ក៏កំពុងតែធ្វើដំណើរមកសេតវិមានផងដែរគឺធ្វើដំណើរតាមផ្លូវក្រោមដីប៉ុន្តែនៅពេលដែលពួកគេកំពុងតែដើរសងស្រាប់តែពួកគេបានចូលទៅដល់ផ្លូវតលហើយត្រូវបានទ្វារបិទជិតទាំងសងខាងទៅហើយមានកំភ្លើងឲ្យបាញ់ទៅកាន់ពួកគេហើយកញ្ញាស្រីនាងក៏បានដឹងថាក្រុម The Boy កំពុងតែធ្វើដំណើរមកឥឡូវកំពុងតែជាប់នៅខាងក្នុងអញ្ចឹងហើយនាងក៏បានចូលទៅជួយពួកគេដោយបើកទ្វារឲ្យពួកគេចេញមកខាងក្រៅវិញទៅនៅពេលដែលជួយបានហើយក្រុម The Boy ក៏បានអស់កូនឯនាងដែរក៏បានធ្វើដំណើរចាក់ចេញពីទីនោះយ៉ាងបញ្ញាប់ចឹងទៅឥឡូវក្រុម The Boy គឺបានចូលមកដល់ខាងក្នុងសេតវិមានហើយមនុស្សដែលពួកគេបានជួបមុនដំបូងគេគឺ The Deep កញ្ញានេះនៅពេលដែលឃើញ The Deep ហើយគឺថានាងគឺត្រូវសងសឹកនៅពេលនេះហើយដោយសារតែការពី season 1គឺអា The Deep ហ្នឹងគឺបានបំពេញរាងកាយទៅលើនាងណាឲ្យនាងបៀមស្គរគ្រាប់មួយនោះអញ្ចឹងទៅនៅពេលដែលកញ្ញានេះចាប់ The Deep ចេញទៅខាងក្រៅបានស្រាប់តែ Hoffather គេក៏បានបោកទ្វីមកស្រ័យវ៉ាហើយវាយអវ៉ាន់នៅកន្លែងគឺថាប៉ាងខ្ទេចខ្ទីអស់លេងតែម្ដងហើយយើងក៏កាត់ទៅមើលការជួបគ្នារវាងកញ្ញានេះជាមួយនឹងបង Deep កញ្ញានេះបានហោះបុក The Deep គឺប៉ាងទៅដល់ឆ្នេរសមុទ្រមួយកន្លែងបង Deep របស់យើងគេមានអារម្មណ៍ថាភ័យខ្លាចខ្លាំងតែនៅពេលដែលឃើញកញ្ញានេះដូចជាមិនមើលដូចកាលពីមុនទៀតនោះទេកញ្ញានេះបានស្លេកឲ្យ The Deep ចឹងទៅបន្ទាប់ពីស្លេកឲ្យនាងក៏បានប្រើថាមពលរបស់នាងបាញ់ The Deep ឲ្យប៉ាងចូលទៅក្នុងទឹកសមុទ្រនៅពេលដែលធ្លាក់ចូលទៅក្នុងទឹកសមុទ្រស្រាប់តែមានមឹកមានត្រីជាច្រើនបានចូលទៅចាត់ការ The Deep ហើយក៏បានសម្លាប់ The Deep ចោលនៅនឹងកន្លែងតែម្ដងពិតជាគួរឲ្យអនុញ្ញាតធម៌ខ្លាំងមែនទែនហើយយើងក៏បកទៅមើលអ្នកនៅក្នុងសេតវិមានអ្នកវិញតា Hoffather វាក៏ចង់ប្រើថាមពលសម្រាប់រាជសីរបស់វាគឺស្រ័យដាក់ទៅលើ Hui អញ្ចឹងទៅនៅពេលដែលវាប្រុសនឹងស្រ័យស្រាប់តែហើយស្រាប់តែអមមគេបានយកឧបករណ៍ស្អីដែលយើងឃើញកាលពីមុនដំបូងហ្នឹងយកទៅបិទមាត់តា Hoffather នៅពេលដែលតា Hoffather មានខ្យល់ចេញមកខាងក្រៅវាក៏បានផ្ទុះបែកក្បាលងាប់តែម្ដងបាទរីឯ Billy ជាមួយនឹងកញ្ញានេះអ្នកដែលមានថាមពលហ្នឹងពួកគេគឺត្រូវទៅប្រឈមមុខគ្នាជាមួយនឹង Homelander ពេលដែលពួកគេជួបគ្នាគឺមិនបានជ័យគ្នាអីច្រើនទេក៏ចាប់ដើមវាយប្រហារទៅលើគ្នាទៅវិញទៅមកយ៉ាងសាហាវក៏ក្រឹកក្រែងនៅកន្លែងហ្នឹងអញ្ចឹងទៅហើយការវាបន្តគ្នាកន្លែងហ្នឹងគឺ live នៅក្នុងទូទៀតអ្នកមើលគឺជុំវិញពិភពលោកតែម្ដងនៅពេលដែលកំពុងតែប្រយុទ្ធគ្នានោះ Homelander គេចង់ហោះចាក់ចេញប៉ុន្តែស្រាប់តែ Ryan គឺគេបានទៅបុក Homelander មិនឲ្យហោះចាក់ចេញនោះទេឥឡូវនេះគឺ3ទល់នឹង1ហើយបាទ Billy និង Ryan គេក៏បានចូលទៅប្រយុទ្ធគ្នាជាមួយនឹង Homelander ទុកឱកាសឲ្យកញ្ញានេះគឺបញ្ចេញថាមពលនុយក្លេអ៊ែរដាក់ទៅលើ Homelander អញ្ចឹងទៅប៉ុន្តែនាងបានមិនចេញទេហើយនាងក៏បានសម័យទៅឃើញ Francie បានមកជួយលើកទឹកចិត្តនាងហើយប្រាប់នាងថានាងត្រូវទៅបាញ់ឲ្យចេញសម្រាប់ Homelander នោះឲ្យបានសម្រេចណាបងខំលេបងជីវិតឲ្យអូនត្រូវធ្វើឲ្យបាននៅពេលដែលសម័យរួចកញ្ញាគីមីកូនាងក៏បានបាញ់ថាមពលនុយក្លេអ៊ែរដាក់ទៅលើ Homelander ដោយសារតែ Ryan ជាមួយនឹង Billy គឺបានចាប់ Homelander គឺជាប់នៅមួយកន្លែងហើយយកបាញ់ត្រូវទាំងអស់គ្នាតែម្ដងបាទបន្ទាប់ពីបាញ់ត្រូវហើយពួកគេក៏រៀងដូចជាអស់កម្លាំងខ្លាំងមែនទែនក៏បានងើបមកវិញរៀងខ្លួនអញ្ចឹងទៅ Homelander នៅពេលដែលឃើញ Billy អញ្ចឹងគេក៏ចង់ហោះចាក់ចេញពីទីនោះប៉ុន្តែនៅពេលដែលគេហោះទៅគឺហោះរួចទេកន្លែងហ្នឹងមក Homelander គឺថាភ័យខ្លាំងមែនទែនបាទដោយសារតែខ្លួននឹងគឺអស់ថាមពលបាត់ទៅហើយនៅពេលដែល Billy ក៏បានទៅកាន់ Homelander ថានេះគឺថ្ងៃអវសានរបស់ឯងហើយត្រូវទទួលការជឿចាប់របស់យើងឯងទទួលយកទៅហើយ Billy ក៏បានបាត់យកទៅលើ Homelander តែម្ដងធ្វើឲ្យ Homelander គឺថាចាប់ខ្លាំងមែនទែនគេក៏បានសុំអវទៅកាន់ Homelander ថាកុំសម្លាប់គេអីការនិយាយសំវររបស់គេដូចជាកូនក្មេងគឺត្រូវបានចាក់ផ្សាយទូទាំងពិភពលោកតែម្ដងទោះបីជា Homelander ខំនិយាយអង្វរក៏ទៅកាន់ Billy យ៉ាងណាក៏ Billy គឺមិនបានលើកលែងដែរគេក៏បានយកដៃស្បែករបស់គេគឺចាក់ទម្លុះក្បាល Homelander បន្ទាប់មកក៏បានគំបែកក្បាលចោលតែម្ដងគឺថាគួរឲ្យអាណថប់ខ្លាំងណាស់បន្ទាប់ពីសម្រាប់ Homelander ពួកគេក៏បាននាំគ្នាត្រឡប់ទៅផ្ទះរបស់ពួកគេហើយក៏បាននាំគ្នាផឹកស្រាផឹកអីយ៉ាងទៅដើម្បីជប់លៀងនៃការឈ្នះរបស់ពួកគេណាហើយនៅពេលនេះរឿងរ៉ាវគឺត្រូវបានបញ្ចប់ហើយនៅពេលដែលរឿងរ៉ាវចប់សពគ្រប់យ៉ាង Billy គេក៏បានទៅសុំឲ្យកូនរបស់គេមករស់នៅជាមួយនឹងគេមកបានតែ Ryan គឺមិនបានចូលព្រមនោះទេគេក៏បាននិយាយថា Billy
Billy គឺជាមនុស្សដែលចូលចិត្តប្រាំអំពើហិង្សាណាគឺគេមិនចង់នៅជាមួយមនុស្សបែបហ្នឹងនោះទេគេចង់នៅម្នាក់ឯងក៏បានដែរអាសែរឿងកូនហ្នឹងគឺមិនសូវអីមែនណាស្រាប់តែនៅពេលដែលគេមកមើលឆ្កែរបស់គេដែលប្រពន្ធរបស់គេបន្សល់ទុកឲ្យគឺត្រូវបានស្លាប់ទៀតធ្វើឲ្យគេគឺកាន់តែឈឺចាប់ទៀតហើយនៅពេលនេះ Billy មានអារម្មណ៍ថាគេដូចជាអស់អ្វីគ្រប់យ៉ាងហើយគេក៏បានតែមើលថ្នាំប្រឆាំង Super Hero គេក៏មានកំណត់មួយតែម្ដងនៅពេលដែល Billy ចេញទៅខាងក្រៅបាតហួយគេមានអារម្មណ៍ថាឆ្ងល់ខ្លាំងមែនទែនគេក៏បានដើរចូលមើលខាងក្នុងបន្ទប់ចឹងទៅស្រាប់តែឃើញឆ្កែរបស់ Billy គឺបានស្លាប់ហើយគេក៏បានឃើញថ្នាំប្រឆាំង Super Hero ក៏បានបាត់ផងដែរដល់ពេលចឹងទៅគេក៏បានបញ្ញាបញ្ញាទៅតាមរក Billy ដល់ក្រុមហ៊ុន Volt ឯណោះហើយទីបំផុតគេក៏បានរកឃើញ Billy នៅក្នុងការិយាល័យរបស់ Homelander ហើយ Billy នៅពេលនេះគឺគេមានកម្រងថានឹងចាក់ថ្នាំប្រឆាំង Super Hero ទៅកាន់ប្រព័ន្ធទឹកដើម្បីឲ្យវាឆ្លងមេរោគទៅកាន់ Super Hero ផ្សេងទៀតឲ្យស្លាប់ទាំងអស់គ្នាតែម្ដង Billy ឥឡូវគឺខ្វល់អីទៀតឥឡូវគេសល់តែខ្លួនមួយហ្នឹងរួយនៅពេលដែលដឹងទង្វើរបស់ Billy អញ្ចឹងឯងគេក៏បានទៅហាមឃាត់ Billy មិនចង់ឲ្យវាធ្វើទេអាចប៉ះពាល់ដល់កញ្ញានៃដែលជាសង្សាររបស់គេក៏បានចូលទៅហាមឃាត់វាយទៅលើ Billy អញ្ចឹងទៅដោយសារតែហាមឃាត់មួយឈ្នះហ្នឹងរួយគេក៏បានទាញកាភ្លើងបាញ់ទៅលើ Billy ធ្វើឲ្យ Billy គឺត្រូវមកគ្រាប់តែម្ដងមកគ្រាប់ហ្នឹងហើយគឺជាមកគ្រាប់ដែលធ្វើឲ្យ Billy គឺត្រូវទៅស្លាប់នៅកន្លែងហ្នឹងឯងដោយសារតែ Billy ឥឡូវគឺបានខ្លាចទៅជាមនុស្សធម្មតាដោយសារតែការបាញ់ថាមពល nuclear របស់កញ្ញា Kimiko នៅពេលដែលត្រូវគ្រាប់អញ្ចឹង Billy គេក៏បាននិយាយទៅកាន់រួយថារួយឯងធ្វើបានល្អណាស់យើងលីឯងសិនហើយឯងនៅមើលថែរក្សាកូនរបស់យើងផងបាយ Billy គេក៏បាននិយាយពាក្យប្រែផ្ដាំលាគ្នាជាមួយនឹងហួយជាលើកចុងក្រោយហើយក៏បានស្លាប់នៅកន្លែងហ្នឹងបាត់ទៅបាទបន្ទាប់ពី Billy បានស្លាប់អ្នកគ្រប់គ្នាក៏បាននាំគ្នាទៅធ្វើបុណ្យសពឲ្យ Billy អញ្ចឹងទៅហើយក៏បាននិយាយឧទ្ទិសកុសលទៅកាន់គេថាគេនឹងមើលថែរក្សាគ្នាទៅវិញទៅមករស់ចាប់ផ្ដើមជីវិតថ្មីរៀងៗខ្លួនសូម Billy ឯងទៅបានសុខចុះយើងចប់គ្នាត្រឹមកន្លែងហ្នឹងហើយសាច់រឿង The Boy រដូវកាលទី5របស់យើងក៏កាត់ចំតែប៉ុណ្្នឹងទៅបាទគឺឡើយមានភាគតអីទៀតហើយគឺចប់តែប៉ុណ្ណឹងគឺចប់នៃការចាប់ផ្ដើមជីវិតថ្មីរៀងខ្លួនអ្នកដែលនៅរស់ចឹងទៅហើយយ៉ាមានតែប៉ុណ្ណឹងយើងរងចាំទស្សនាវីដេអូក្រោយទៀតបាយជប់